ឆ្នាំថ្មីមកដល់ទៀតហើយក្មួយអើយបើចង់បានប្រពន្ធដាំដុំបង្កើតផលមុនដាំដុំបង្កើតផលមុនរឿងប្រពន្ធក្មួយចាំគិតពេលក្រោយនៅពេលដែលបានផលគ្រួសារក្មួយបានសុខហើយបើចង់បានប្រពន្ធនឹងគិតរឿងផលដំណាំយើងសិនណាក្មួយចុះបញ្ចេញវិញពូបើសិនណាខ្ញុំមានប្រពន្ធមួយនាងជួយដាំបន្លែបង្ការព្រួងគៀងនឹងរដូវវស្សាបានផលនាងទៅលំនៅផ្សារនោះគ្រួសារយើងនឹងរកស៊ីធូយើងជួយគ្នាដាំដងខ្នុរម្រេចកស៊ូមានអីល្អមួយយ៉ាងដែរតើណាក្មួយបាទពូមួយឯងពិតជាកាត់មកពូជាគិតគូឲ្យបានកើនកំរៃរុក្ខជាតិត្រូវពឹងលើដីមនុស្សប្រុងត្រូវពឹងស្ត្រីរឿងអីស្ត្រីអាចជួយបានចេះយឹតយងគ្នាគ្រួសារនឹងបានកើនបាទពូក្មួយយល់ហើយបើបានយល់ល្អហើយណាក្មួយអរគុណពូដែលបានផ្ដាំក្មួយពូកំព្រួយក្មួយមើលថែឲ្យល្អថ្មីត្បិតស្នេហាកសិករក្មួយមិនឲ្យមានរឿងល្អកកចិត្តស្មោះសរជាមួយប្រពន្ធលំដាប់ខ្ពស់គិតប្រមូលផលមិនបបួលគ្នាឆ្លុះល្អណាស់ក្មួយចេះគិតអញ្ចឹងបាទក្មួយពូយើងជាកសិករដំណាំល្អយើងនឹងប្រពៃប្រើជីធម្មជាតិជួយសុខភាពទាំងប្រុសទាំងស្រីដីខូចប្រែមានសំណើមជួយបង្កើនសារធាតុក្នុងដីដំណាំលូតលាស់បានល្អដោយសារជីវប៉ុនសញ្ញាផែនដីអូនអើយណែណាអូនស្រីបានបងធ្វើប្តីដីបងរាប់ហិញតាបេះដូងមួយនេះណារៀនមរាមិនប្រែទៅណាប្រពោលជូនអូនទាំងអង្គថាឲ្យអង្គឆ្នាំថ្មីមកដល់ទៀតហើយក្មួយអើយបើចង់បានប្រពន្ធដាំដុំបង្កើតផលមុនដាំដុំបង្កើតផលមុនរឿងប្រពន្ធក្មួយចាំគិតពេលក្រោយនៅពេលដែលបានផលគ្រួសារក្មួយបានសុខហើយបើចង់បានប្រពន្ធនឹងគិតរឿងផលដំណាំយើងសិនណាក្មួយចុះបញ្ចេញវិញពូបើសិនណាខ្ញុំមានប្រពន្ធមួយនាងជួយដាំបន្លែបង្ការព្រួងគៀងនឹងរដូវវស្សាបានផលនាងទៅលំនៅផ្សារនោះគ្រួសារយើងនឹងរកស៊ីធូយើងជួយគ្នាដាំដងខ្នុរម្រេចកស៊ូមានអីល្អមួយយ៉ាងដែរតើណាក្មួយបាទពូមួយឯងពិតជាកាត់មកពូជាគិតគូឲ្យបានកើនកំរៃរុក្ខជាតិត្រូវពឹងលើដីមនុស្សប្រុងត្រូវពឹងស្ត្រីរឿងអីស្ត្រីអាចជួយបានចេះយឹតយងគ្នាគ្រួសារនឹងបានកើនបាទពូក្មួយយល់ហើយបើបានយល់ល្អហើយណាក្មួយអរគុណពូដែលបានផ្ដាំក្មួយពូកំព្រួយក្មួយមើលថែឲ្យល្អថ្មីត្បិតស្នេហាកសិករក្មួយមិនឲ្យមានរឿងល្អកកចិត្តស្មោះសរជាមួយប្រពន្ធលំដាប់ខ្ពស់គិតប្រមូលផលមិនបបួលគ្នាឆ្លុះត្រូវឲ្យក្មួយរាល់ឆ្នាំដំណាំយើងបានផលល្អណាស់ដោយសារជីធម្មជាតិជប៉ុនសញ្ញាផែនដីនេះ